ប្រាសាទតាមុនធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី11ដល់ទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមុនសែនជ័យឃុំគុកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានប្រាសាទដំរីទ្រូមនៅក្បែរនោះនិងមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែកបើតាមការបញ្ជាក់ពីព្រឹទ្ធាចារ្យដែលរស់នៅនិងថែទាំនៅទីនោះបានបញ្ជាក់ថាការដាំឡើយប្រាសាទតាមុនទាំងមូលមានឈ្មោះថាប្រាសាទវេទមន្តលុះក្រោយមកក៏ក្លាយជាប្រាសាទតាមុនរហូតមកដល់សពថ្ងៃនេះប្រាសាទតាមុនធំជាទីសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទនេះក៏សាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនាប្រាសាទនេះដែរក៏សាងឡើងនៅក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទគេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូងបើគេចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយប្រាសាទតាមុនធំជាប្រាសាទដែលតម្កល់ព្រះសិវលិង្គធម្មជាតិមួយដែលមានឈ្មោះថាស្វាយជម្ពូលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯងប្រាសាទបុរាណខ្មែរភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទខ្មែរពី3ប៉ុណ្ណោះដែលមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមាននិងប្រាសាទតាមុនធំប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់ប្រាសាទភិមានក៏ដូចជាប្រាសាទតាមុនធំបានបែរទៅទិសខាងត្បូងដែលតម្រង់ទៅរករាជធានីអង្គរប្រាសាទតាមុនធំបែរមុខទៅទិសខាងត្បូងមាន 171.5 ដឺក្រេដែលមាន 8.5 ដឺក្រេទៅខាងត្បូងនិងមាន 24 ដឺក្រេតម្រង់ទៅកាន់រាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលគេបានប្រដូចទៅនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណប្រការនេះហើយដែលថ្មលិង្គស្វ័យចម្ពូបានคล้ายទៅជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមុនធំដោយហេតុថាមានការសាងសង់ប្រាង្គហុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញក្នុងបរិបទនេះហើយទើបទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយគុណជាទ្វេ